Rương hai muối cạn lang nở krong quay pet khai bẩn tiên miên chơi cầm pung cất đau đôi bài pu đòi bom ôn thlopแต่ลือท้าประเชียปรอดตัวใต้ត្រូវបានអ្នកធំរំលោភយកដីតែករណីនេះបែរជាមានលោកអុកញ៉ាម្នាក់គាត់ចេញមុខមកអះអាងថាមានអាជ្ញាធរនិងប្រជាពលរដ្ឋមួយក្រុមបានខុបខិតគ្នាជាប្រព័ន្ធរំលោភយកដីរបស់លោកអុកញ៉ារូបនេះបានបញ្ជាក់បន្ថែមថាអាជ្ញាធរមួយក្រុមនោះរួមទាំងប្រជាពលរដ្ឋបានធ្វើការគៀងកគ្នាបានដើម្បីមកឡាយព័ត៌មានមិនពិតដើម្បីបង្កាច់បង្ខូចឈ្មោះរបស់គាត់ដូច្នេះហើយបានជាអុកញ៉ារូបនេះគាត់សូមចេញធ្វើការបំភ្លឺបង្ហាញភស្តុតាងជាច្រើនបាទគោរពជូនទៅដល់ថ្នាក់ដឹកនាំនិងមហាជនបានជ្រាបនិងសាវតារឿងប្រវត្តិទីតាំងដីយ៉ាងច្បាស់លាស់សូមបញ្ជាក់ថាការអធិប្បាយលើកឡើងនេះគឺយោងទៅតាមសេចក្តីបំភ្លឺរបស់លោកអុកញ៉ាម្នាក់បាទដោយបងប្អូនចង់ដឹងថាលោកអុកញ៉ាឈ្មោះអីមានសាវតាយ៉ាងណាមានប្រវត្តិអ្វីខ្លះនិងឯកសារអ្វីខ្លះសូមបងប្អូនតាមដានមើលបទសម្ភាសន៍របស់លោកអុកញ៉ាផ្ទាល់សូមគោរពសម្ដេចអគ្គមហាសេនាតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសូមគោរពសម្ដេចបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមគោរពឯកឧត្តមសៃសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមគោរពសាធារណជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ខ្ញុំបាទលីសៃខៀងសូមបំភ្លឺជុំវិញការវាយប្រហារព័ត៌មានមិនពិតរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យជាដំបូងសូមអរគុណដល់ក្រសួងដែនដីដែលសូមអរគុណដល់ឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីដែលបានខិតខំដោះស្រាយបញ្ហាវិវាទនេះមកដល់ពេលនេះកិច្ចការនេះកំពុងស្ថិតនៅក្នុងការដំណើរការនៃការយកចិត្តទុកដាក់របស់ក្រសួងដែនដីប៉ុន្តែបែរជាខាងមន្ត្រីអាជ្ញាធរខេត្តបន្ទាយមានជ័យបង្វិលរឿងនេះជាការបំភ្លៃលាបពណ៌ទៅវិញដូច្នេះខ្ញុំសូមជម្រាបថាដីនេះខ្ញុំបាទបានទិញតាំងពីឆ្នាំ2004ដោយខ្ញុំបាទបានធ្វើលិខិតតែងតាំងផ្ទៃក្នុងឲ្យលោកកែវកសលលោកមែនវិនតាំងពីឆ្នាំ2003ថ្ងៃទី18ខែកញ្ញាចុះទិញដីឲ្យក្រុមហ៊ុន ASKKH ទំហំប្រហែល1000ហិកតាជាងនៅតម្លៃក៏មានឲ្យស្រាប់ទៅក្នុងនេះជាផុសតាំងបាទដោយសារហេតុអីបានខ្ញុំទិញដីហ្នឹងគឺខ្ញុំមានចក្ខុវិស័យឃើញថាតំបន់ជ័យដែនមិនទាន់មានអ្នកណាអភិវឌ្ឍហើយប្រជាជននៅជ័យដែនយើងចំនួនហ្នឹងគឺថាមានការលំបាកហើយដីម្ដុំហ្នឹងគឺសិតតែដីប្រៃមីនគ្មានចំនួនគ្មានការរីកចម្រើនដីក៏គ្មានតម្លៃដល់ថ្នាក់វា1ការ៉េដូចឥឡូវវាថ្លៃដល់ណាខ្ញុំអត់ដឹងទេប៉ុន្តែចំពោះខ្ញុំព្យាយាមអភិវឌ្ឍគឺដឹងថាខ្ញុំបាទលីសៃខៀងជាម្ចាស់ដីនឹងចង់អភិវឌ្ឍដីហ្នឹងអ្វីសមិទ្ធផលរបស់ខ្ញុំធ្វើបានគឺនាំភ្លើង 115kV ជាអ្នកដំបូងបំផុតហើយដែលចូលក្នុងកោវត្តបំភ្លឺកោវត្តបានគឺសមិទ្ធផលខ្ញុំមួយប៉ុន្តែខ្ញុំសូមសួរបកត្រឡប់ទៅលោកតាន់កម្រិតគាត់ដែលបោះបកោខ្សែភ្លើងឲ្យប្រជាពលរដ្ឋភ្លឺបានដើមណាទេសូមបន្តបន្តិចបញ្ជាក់ថាលោកតាន់កម្រិតគាត់បានលើកกระดาษមួយឡើងគាត់ថាខ្ញុំមានតែប្លង់មួយស្លឹកដើរគាត់គេគ្រប់គ្នាឲ្យចំដល់អ្វីដែលគាត់ឡាយហើយគាត់ថាខ្ញុំបានសចនហ្នឹងតាំងពីឆ្នាំ2023ណាគឺសចនគាត់ចង់បញ្ជាក់ថាជាប្លង់តែថាខ្ញុំសចនសម្ដេចឲ្យខ្ញុំជាដីសម្បទានឬក៏ជាអីខ្ញុំមិនទាន់និយាយដល់ថ្នាក់នោះទេតែនៃវាចង់ដូចប្រហែលអញ្ចឹងគាត់បំភ្លឹះទាំងអស់តែពិតគាត់ដឹងច្បាស់ណាស់មុននឹងចេញជាប្លង់បង្ហាញតំបន់ទីតាំងគេត្រូវមានប្លង់បាតនេះជាប្លង់បាតហើយគេមានយាមកាមណាបានគេអាចចេញប្លង់បង្ហាញទីតាំងបាទដូច្នេះលោកតាន់កម្រិតបំភ្លឺខ្ញុំមួយហើយសចនសម្ដេចចេញយកខ្ញុំតាំងពីថ្ងៃទី25ខែកក្កដាឆ្នាំ2003គឺតំបន់ពិសេសណា Export Processing Zone ខ្ញុំមានទាំងអស់សចនហើយសចនហ្នឹងមិនមែនជាសចនអត់មានតម្លៃទេសចននេះមានចំណារខ្ពស់ពោះដល់សម្ដេចហើយគាត់ថាសចនអត់មានតម្លៃមានតែគាត់មើងងាយរដ្ឋាភិបាលមើងងាយទាំងអស់តែគាត់ខ្វែងធ្វើការនៅក្នុងរាជការម្នាក់ដែរខ្ញុំនិយាយឲ្យចំថារាជការដែរហេតុអីគាត់មិនយល់ថាពាក្យសចនសេចក្តីជូនដំណឹងក្នុងសេចក្តីជូនដំណឹងតែមានការយោមានយោហើយមានការវិនិច្ឆ័យឲ្យធ្វើអីនេះគឺសេចក្តីជូនដំណឹងអញ្ចឹងសចនមានសុពលភាពមានសុពលភាពថាខ្ញុំអាចអភិវឌ្ឍលើដីនឹង
បន្ទាប់ទៀតបើមានសចំណោគេរកឃើញថាខ្ញុំមានកម្មសិទ្ធិដីមានដីហើយបានគេចេញសចំណោសម្ដេចចេញសចំណោឲ្យការរកឃើញដីដែលគាត់ជន់លើដីខ្ញុំជន់លើដីក្រុមហ៊ុនគឺនៅ block H ក្រុមហ៊ុនយបាតនោះនៅ block H គឺដោយសារក្រសួងដែនដីគាត់រកឃើញថាក្នុង block H ហ្នឹងមានលោកតាន់កម្រិតជន់លើដីនេះ9ហិកតាសបញ្ជាក់ថាខ្ញុំអត់បានគាត់ទេក្រសួងចេញលិខិតអញ្ជើញគាត់ទៅចូលប្រជុំនេះជាកំណត់ហេតុរបស់ក្រសួងដែលបាននិយាយថារកឃើញគាត់ជន់លើដីរបស់ក្រុមហ៊ុនអញ្ជើញគាត់ចូលប្រជុំគាត់ក៏បានចូលប្រជុំជាមួយគ្នា70គ្រួសារហ្នឹងទន្ទឹមនឹងហ្នឹងគាត់បានប្រជុំជាលើកទី2ហើយគាត់បានផ្តិតមេដាយបង្ហាញឯកសាររបស់គាត់នឹងយកមកឲ្យក្រសួងម្ដងទៀតណាចឹងក្រសួងរងចាំឯកសារបញ្ជាក់ថាជាឯកសារពិតប្រាកដដែលមានសាវតាដីច្បាស់លាស់លុះដល់បច្ចុប្បន្នកាលតើសំណួរសួរគាត់វិញថាតើខ្ញុំបានចុះទៅខត់ដីគាត់ហើយណាគឺក្រសួងទេគាត់ចោទបំភ្លើសភូតក្រហកសាធារណជនថាខ្ញុំទៅខាត់គាត់តែយើងបានចុះខាត់អត់មានទេញ៉ឹងណាគឺក្រសួងអ្នកចេញគាត់រកឃើញតែគាត់ចន់លើដីសមុទ្រខ្ញុំសូមបញ្ជាក់បន្តិចនៅ live លោកតាន់កម្រិតបាននិយាយថាដីគាត់បានទិញកំឡុងឆ្នាំ99ពីលោកហេងសម្បត្តិ3ហិកតាលោកហេងសម្បត្តិនឹងជាមេភូមិអីប៉ាលីឡៃណាខ្ញុំបញ្ជាក់ឲ្យច្បាស់ម្ដងទៀតគាត់បំភ្លៃទាំងស្រុងហេតុអីបានខ្ញុំហ៊ាននិយាយគាត់បំភ្លៃទាំងស្រុងនេះជាឯកសារថ្ងៃទី25ខែកុម្ភៈឆ្នាំ2025គាត់បានទៅប្រជុំនៅក្រសួងដែនដីនៅភ្នំពេញថែមទាំងគាត់បានផ្តិតមេដាយទៀតនេះតាន់កម្រិតភាគីដែលផ្តិតមេដាយហើយបានដាក់កំណត់ហេតុច្បាស់សរសេរនៅមិនបានយើងកំភ្លៃពេលដែលគាត់ឡាយនៅថ្ងៃទី28ខែមេសាឆ្នាំ2025ហ្នឹងមិនបានគាត់ថាគាត់ទិញតែម្នាក់តែ3ហិកតាពីលោកហេងសម្បត្តិហេតុអីលោកគាត់មិននិយាយទិញជាមួយលោកតុលដកទៀតហុលដែលបច្ចុប្បន្នជាចៅហ្វាយក្រុងនៅខេត្តនៅក្រុងប៉ោយប៉ែតសំទោសក្រុងប៉ោយប៉ែតចៅហ្វាយក្រុងប៉ោយប៉ែតទិញ2ហិកតាហើយលោកកែវសែនទំហំជាង2ហិកតាទៀតសរុបទាំងអស់7ហិកតាជាងប៉ុន្តែគាត់ធ្វើប្លង់រឹងចេញមកឆ្នាំ2019ហ្នឹងចូល8ហិកតាជាងអញ្ចឹងខ្ញុំឆ្ងល់គាត់ទិញគេតែសរុបទៅ7ហិកតាជាងដល់ពេលចេញប្លង់វាលើ1ហិកតាជាងអាហ្នឹងសូមសបញ្ជាក់ថាបរិទ្ធភាពហ្នឹងកន្លែងហ្នឹងវាមានអត់សូមបញ្ជាក់កន្លែងហ្នឹងសាធារណជនជួយដឹងឮផងហើយគាត់ថែមពាក្យម្ដែលនេះថាខ្ញុំឆ្នាំ1999ហ្នឹងលីសេខៀងនៅទីណាការពិតខ្ញុំទិញតាំងចុះឲ្យចុះទិញដីក្រុមហ៊ុនឆ្នាំ2003ខ្ញុំនៅភ្នំពេញគាត់ថាឪកើតមុនកូនឬក៏កូនកើតមុនឪបើអាកូនភ្លើវាច្រើនតែកើតមុនឪទេបាទសូមបញ្ជាក់កន្លែងហ្នឹងណាអានឹងសបញ្ជាក់ថាអ្វីដែលគាត់ដឹងគាត់ធ្វើពើមកសួរខ្ញុំអ្វីដែលគាត់ប្រឌិតមេដាយឲ្យគាត់ទទួលស្គាល់ហ្នឹងណាតើគាត់មានប្រតិភិបកន្លែងណាទៅសូមសាធារណជនជួយបោះឆ្នោតជួយគិតមើលតើលោកតាន់កម្រិតហេតុនេះបានបំភ្លើសដល់ថ្នាក់ហ្នឹងលោកសន្តិគាត់ថាគាត់ធ្វើផ្លូវហ្នឹងខ្ញុំឲ្យដីគាត់សុំទោសពាក្យហ្នឹងគាត់ច្រឡំហើយណាកាលពីកិច្ចសន្យានេះខ្ញុំនៅបាងកកគាត់ជាមួយលោកញឹកបញ្ឆាយបានព្រមព្រៀងគ្នាថានឹងធ្វើផ្លូវមួយខ្សែហ្នឹងណាដោយធ្វើឧបាយការប្រាប់ខ្ញុំថាផ្លូវខ្ញុំពីដើមខ្ញុំធ្វើហើយហ្នឹងផ្លូវហ្នឹងវាមានគ្រឹះមានអីអស់ហើយធ្វើហើយមានគ្រឹះមានអីធ្វើហើយដោយចេះមានការខូចខាតតាមផ្លូវព្រោះយើងអត់មានការថែរក្សាផ្លូវគាត់ក៏មកថាអុកញ៉ាអើយឥឡូវតែងមានកូនចៅហើយនិយាយភាសាដើនឥឡូវធ្វើផ្លូវនឹងឡើងវិញទៅឲ្យប្រជាជនដើរទៅខ្ញុំក៏លឺថាអូលឺប្រជាជនខ្ញុំមិនត្រេកអូណាគុំថាពួកយើងផ្លូវយើងធ្វើហើយចុះឥឡូវមានប្របាក់អីទៀតแล้วដីក៏ដីក៏នៅតែដីហ្នឹងแล้วសិនទេបើចង់រីកចម្រើនចង់អភិវឌ្ឍដីហ្នឹងល្អតែមានអីគិតជាខ្លាយដី1 ក្រេប្រហែលនឹងកិច្ចប្រុងព្រៀងកិច្ចសន្យាទៅផ្លូវញឹកបញ្ឆាយខ្ញុំឲ្យខ្ញុំឯកភាពតម្លៃដី$17កន្លះក្នុង1 ការ៉េឲ្យទៅសន្តិដោះដូរដើម្បីខ្លាយដីលុះដល់ថ្ងៃធ្វើផ្លូវដល់បច្ចុប្បន្នកាលនិយាយដល់បច្ចុប្បន្នកាលខ្ញុំមិនទាន់បាន hand over ខ្ញុំទេផ្លូវប៉ុន្តែខ្ញុំបានលឺសាសន្តិបានទៅជីកអាចដីខ្ញុំនោះដីទាំងអស់វាគាត់ទៅយកធ្វើប្លង់រឹងតាមរយៈលោកញឹកបញ្ឆាយដែលខ្ញុំបានផ្តិតមេដាយទុកធម្មតាផ្តិតមេដាយភូមិឃុំនេះយើងផ្ទេរសិតតាមភូមិឃុំអាជ្ញាធរគាត់ក៏យកទៅដាក់ឈ្មោះខ្លួនឯងគាត់ពុបទោះតែផ្លូវមិនទាន់ hand over ខ្ញុំគាត់ដាក់ឈ្មោះគាត់ទៅចេញជាលោទូចដល់លក់លោ
យល់លុយដូចយើងពាក្យខ្មែរថាធ្វើនំអត់ម្សៅហើយប៉ុន្តែខ្ញុំអត់ហ៊ានចោតបើចឹងនេះសុំទោសណាខ្ញុំគាត់តែបញ្ជាក់ជាឧទាហរណ៍ទេពាក្យឧទាហរណ៍និងពាក្យចោតក៏គ្នាបាទសុំទោសនេះជាឧទាហរណ៍ឥឡូវខ្ញុំសួរបកវិញគាត់ជីកដីខ្ញុំ3ហិកតាហើយនឹងគាត់កាត់យកដាក់ឈ្មោះគាត់4 10ហិកតាវាសរុបទៅ7 10ហិកតា7 10ហិកតាគឺ1 7 អា3ហិកតាគាត់ជីកដល់ក្បាលប្រែតហើយគាត់យកអាចដីនឹងមកចាក់លើខ្នល់លើផ្លូវយើងពី10គីឡូដោយគ្មានអ្នកណាមកសញ្ញាថាឬមួយស្ថាប័នណាសញ្ញា testing ថាចូល labo ថាដីនឹងអាចធ្វើផ្លូវបានទេនឹងទី1ទី2មិនទាន់អីគាត់ដើរលក់ដីនឹងហើយគាត់ចោទប្រកាន់ថាខ្ញុំមិនកាត់ឆ្លងជំទាស់គាត់ការពិតគាត់បំភ្លើសខ្ញុំទៀតថ្ងៃប្រជុំតាមកម្រិតគាត់ក៏មានកំណត់ហេតុប្រជុំមួយជាមួយសន្តិមួយដែរជាមួយក្រសួងបាននិយាយថាបើលោកចង់ធ្វើការដោះស្រាយសូមបង្ហាញឯកសារដូចគ្នាអញ្ចឹងហេតុអីគាត់មិនទៅដោះស្រាយនៅក្រសួងទៅចាំបាច់មកកែនគ្នាជាក្រុមប៉ុន្តែខ្ញុំឆ្ងល់ដែរគាត់មិនប្តឹងខ្ញុំបើថាខ្ញុំជពាក់លុយគាត់យូរយ៉ាងហើយអានេះទុកឲ្យមេធាវីខ្ញុំធ្វើការហើយគាត់បោះឲ្យហាគេខ្ញុំយ៉ាងធ្ងន់ធ្ងរខ្ញុំស្ដាប់នឹងការ live ហ្នឹងឃើញថាពីការស្នើសុំដូចជាមានទាំងពីលោកតានកម្រិតលោកសាទេហើយក្នុងនោះក៏មានឃើញវត្តមានរបស់លោកងៅវិជ្រួនអតីតអភិបាលរងខេត្តនិងប្រធាននឹងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីហើយមានលោកសេងចំហាប់ហើយលោកអ្នកស្រីលីម៉ារីហើយជាលោកអឹងជីដែលគាត់ជាតួអង្គហើយលើកឡើងពីថាគាត់មានបញ្ហាវិវាទជាមួយនឹងលោកញ៉ាជារួមមកវិញខ្ញុំចង់សួរថាតើតកតងជាមួយនឹងការស្នើសុំឲ្យលោកញ៉ាដោះវិវាទនេះនៅក្នុងក្រុងបបាយប្រជាខណ្ឌទីមានជ័យនោះតើលោកអង្គញាមានទស្សនៈយ៉ាងម៉េចដែរទេបាទខ្ញុំសូមអរគុណហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតថាអ្វីដែលគាត់សូមស្នើហ្នឹងខ្ញុំយល់ច្បាស់រស់កន្លងមកមុនខ្ញុំឡើងដល់ថ្នាក់ក្រសួងខ្ញុំបាទលីសៃខៀងក្រុមហ៊ុន ASK ដំបូងឡើងគឺបើយើងកើតពីកន្លែងណាយើងត្រូវដឹងដំណោះទឹកខ្ញុំធ្វើការជាមួយនឹងខេត្តឡើងឆ្អែតឡើងច្អល់ប្រជុំឡើងជិត16ដងហើយអ្នកដែលចូលប្រជុំញឹកញាប់ជាងគេគឺលោកងបញ្ជ្រួញពេលដែលគាត់នៅក្នុងមុខការគាត់មិនទាន់ជាអតីតអភិបាលរងនៅឡើយទេឥឡូវគាត់អតីតហើយពេលដែលគាត់ជាអភិបាលរងខ្ញុំប្រជុំហើយខ្ញុំនិយាយស្វាគាត់និយាយមេគាត់គ្មានរសរខ្មៅរហូតដល់ថ្ងៃទី4ខែមេសាខែ4ខែមេសាថ្ងៃទី4ខែមេសាឆ្នាំ2023ខ្ញុំក៏សម្រេចចិត្តសុំជួបសម្ដេចតេជោនៅក្រុងវៀងច័ន្ទខ្ញុំបានរីកាប្រាប់សម្ដេចតេជោថាសម្ដេចខ្ញុំបាទលីសេខៀងខ្ញុំនិយាយខុសនិយាយស្គងលេងណាសូមសម្ដេចខន្តីមេត្តាអនុគ្រោះគឺខ្ញុំប្រជុំនៅខេត្តដែលចំណាដល់ខ្ពង់ពោះរបស់សម្ដេចចាទៅឲ្យគេធ្វើចំណាហ្នឹងគេមិនអនុវត្តតាមចំណាសម្ដេចផងណានៅខេត្តគេថាមិនបាច់យកចំណានឹងមកនិយាយទេណាសម្ដេចថាអ្នកណាគេខ្ញុំថាលោកងបញ្ជ្រួញចូលប្រជុំលើកណាក៏អញ្ចឹងដែរនេះជារឿងពិតលុះដល់ថ្ងៃនេះដោះស្រាយយើងនៅខេត្តអស់ចិត្តអស់ចង់អត់ចប់ក៏យើងសុំស្នើមកសម្ដេចម្ដងទៀតបានមានចំណាដល់ខ្ពង់ពោះរបស់សម្ដេចបបធិបតីហ៊ុនម៉ាណែតឲ្យក្រសួងបន្តអនុវត្តចំណាដល់ខ្ពង់ពោះសម្ដេចនេះបាទយើងកំពុងបន្តតរណការកំពុងតែបន្តតរណការជាមួយក្រសួងបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងនេះតិចបាទហើយខ្ញុំសូមបន្តតិចបើវងចប់ខ្ញុំមិនដឹងថាលោកងបញ្ជ្រួញហ្នឹងមានដីមានពាក់ព័ន្ធនឹងដី787ហិកតាហ្នឹងទេប៉ុន្តែខ្ញុំឃើញមានដីមួយដុំធ្លាប់ដាក់ឈ្មោះជាប្លង់រឹងជាកូនស្រីរបស់លោកងបញ្ជ្រួញ4ហិកតានៅចំប្លុកអាយបើអញ្ចឹងច្បាស់មានន័យថាលោកងបញ្ជ្រួញមានដីជន់លើដីខ្ញុំ4ហិកតាដាក់ឈ្មោះកូនអាចលើនឹងទៀតអញ្ចឹងសូមអធិការកិច្ចសូមធ្វើអធិការកិច្ចលើលោកងបញ្ជ្រួញឲ្យច្បាស់ទៅហើយតែពេលគាត់ដឹកនាំជុំ6ដល់10ដងមិនគោរពចំណាដល់ពងពោះសម្ដេចមិនអនុវត្តអានេះសូមប៉ុណ្ណឹងចាយពេលរាប់ឆ្នាំតើខ្ញុំខូចខាតពេលវេលាអភិវឌ្ឍជាតិប្រមាណហើយដីហ្នឹងតែមានចំនួនដីឃ្លីបើយើងមិនលៀងសង្គមដែលជនខិលខូចមួយចំនួនខ្ញុំអត់ចោតអ្នកណាទេសូមមេត្តាខន្តីមួយក្តាប់តូចបកលក្ខណៈសំលុំជាប្រព័ន្ធយើងធ្វើបានខេត្តបន្ទាយមានជ័យបានយើងអាចបន្តធ្វើទៅខេត្តផ្សេងទៀតជាគំរូវាដូចវេទនាណាហើយយើងពិចារណាមើលសម្ដេចដល់ខ្ពង់ពោះហត់ណាហូរតែបាយមិនទាន់មាត់ហូរតែគេមិនបានអ្នកដឹកនាំហើយទៅយើងបកលក្ខណៈហើយបើសិនអ្នកដឹកនាំចឹងហើយចុះអ្នកវាយកទុនដូចខ្ញុំវិញឥឡូវខ្ញុំនាំកែវកាថានាំទៀងគោអ្នករស់ស៊ីមកចូលស៊ីមកខ្ញុំគេគាត់ឃើញខ្ញុំចឹងខ្ញុំមិនដឹងនិយាយមិនទេគេសួរថាខ្លួនឯងយកថ្ងៃមួយទៅហូរតែណាមករស់ស៊ីជាមួយឥឡូវខ្ញុំមិនថាអ្វីថាទូទៅទេសូមបញ្ជាក់ថា
ខ្ញុំនិយាយរឿងពិតពីបេះដូងហើយពាក្យដែលខ្ញុំនិយាយទាំងប្រហែលខ្ញុំទទួលខុសត្រូវអត់មានការបត់ហាគេហើយបើអស់លោកមានអីសូមបញ្ចេញមកបាទសូមអរគុណបាទ បាទអញ្ចឹងលោកញ៉ាអញ្ចឹងជារួមមកវិញបានន័យថាទាក់ទងជាមួយនឹងការចង់ឲ្យដោះនៅខេត្តហ្នឹងលោកញ៉ាំទៅដោះទេ ខ្ញុំបាទគ្មានសិទ្ធថាឲ្យដោះទៅខេត្តឬឲ្យដោះទៅក្រសួងទេប៉ុន្តែបើយើងចង់ច្បាស់លាស់ដីមានសាវតាដីក្រសួងកំពុងធ្វើចរន្តការបើសិនតែខេត្តចង់ដោះតើយើងគួរដាក់មនុស្សដែលមានហៅថាអព្យាក្រឹតដែលច្បាស់លាស់ហើយមនុស្សនឹងគឺថាមានការច្បាស់លាស់អព្យាក្រឹតហើយមើលឯកសារច្បាស់លាស់កុំឲ្យមានប្រព័ន្ធកលកូចជាប្រព័ន្ធសំដៅហើយខ្ញុំនិយាយច្រើនទៅវាចាប់ដើមចូលអារម្មណ៍មួយថាវាជឿចាប់ពេកសំដៅសំដៅទៅហើមតិចព្រោះវាជឿចាប់ណាខ្ញុំវាមិនត្រឹមតែអស់លុយឱកាសទេវាដល់បច្ចុប្បន្នកាលវាយើងអស់ទាំងកិត្តិយសទៀតហើយបងប្អូនជាខ្ញុំមិនដឹងថាជឿចាប់ប្រហែលទេណាឥឡូវអត់មានសល់អីទេរត់តែផ្ទះមួយនៅភ្នំពេញក៏អត់មានដែរណាស្មានសល់អីខ្ញុំវិភាគទានផ្លូវប្រហែលតាមបានហេតុអីបើប្រជាពលរដ្ឋគាត់វេទនាយើងធ្វើដើម្បីប្រជាពលរដ្ឋធ្វើដើម្បីសង្គមមែនទេឥឡូវបើយើងនិយាយថាមនុស្សយើងម្នាក់ៗយកទៅស្លាប់ទៅមានយកទៅអោយតែលោកច្បាស់លាស់ហ៎កុំនាំគ្នាព្រួតធ្វើបាបតែមនុស្សដែលគ្នាកំពុងអភិវឌ្ឍមែនទេអូយតែគាត់មានឯកសារច្បាស់លាស់សាវតាដីគាត់ច្បាស់លាស់អត់មានការសំលុំគ្នាអត់មានការលួចធ្វើអត់មានការធ្វើប្រវត្តិដីខ្លាំងៗឡើងឆ្នាំ2004ដល់2005 2010លោកនៅណាមិនតវ៉ាជាមួយដីដល់ពេលនេះឃើញតែដីឡើងថ្លៃឬក៏ឃើញមានបញ្ហាអីចាប់ដើមនាំគ្នាមកធ្វើបាបខ្ញុំ កម្ពុជាឆិតមកថែរក្សាសម្រស់ Hanivin មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទមុខជាំមុខអាចរុយនិងមុខអាឡែស៊ី សាប៊ូកក់សក់ Pit On Care ជាផលិតផលសក់នាំចូលពីប្រទេសកូរ៉េដែលជួយព្យាបាលរាល់បញ្ហាសរសៃសក់ខូចបែកចុងសក់សំពងកាត់អង្គែឡើងប្រេងសក់ជ្រុះនិងជួយបណ្ដុះសក់ថ្មីមានជ្រើសរើសតំណាងចែកចាយទូទាំង25ខេត្តក្រុងផងដែរទំនាក់ទំនងទូរស័ព្ទលេខ086 55 57 72 066 88 86 72ឬតាមរយៈ Facebook Page PD On Care